Ngàyនេះមកវាអារម្មណ៍នាំបងប្អូនមកស្គាល់កន្លែងញ៉ាំផ្អែមមួយនៅកូឡាឡាំពួរហើយហាងផ្អែមមួយកន្លែងហ្នឹងគឺមានអាយុចំណាស់មែនតើបើកតាំងពីឆ្នាំ1988ហើយតមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺបាន5ជំនាន់ហើយហាងរបស់គាត់បានរក្សាទុករបស់ចំណាស់បានយ៉ាងល្អហើយដូចបងប្អូនបានឃើញនេះអញ្ចឹងគឺត្បាល់កិនដូចយើងនៅខ្មែរដែរហើយហាងផ្អែមរបស់គាត់ហ្នឹងក៏មានលក់ផ្អែមបបរល្ងខ្មៅលាយជាមួយសណ្តែកលាយជាមួយអាល់ម៉ុនឬមួយក៏លាយជាមួយវ៉លណាត់ដូចបងប្អូនបានឃើញក្នុង menu ហើយនេះគាត់កំពុងតែកូរល្ងខ្មៅបងប្អូនគេកូរអញ្ចឹងដើម្បីឲ្យល្ងខ្មៅហ្នឹងម៉ត់សព្វសាច់ល្អហើយមើលទៅគាត់កូរឈរកូរយូរដែរហើយបងប្អូនគាត់ឈរកូរម្ដងមួយម្ដងមួយធុងរបស់គាត់អញ្ចឹងណាហើយកាប់ទៅផ្អែមល្ងខ្មៅជាមួយសណ្តែកនេះគេគូរូបយើងទៀតបងប្អូនហើយខ្ញុំឡើង surprise អត់ដឹងថាពេលយើងកំងហ្នឹងគេគូរូបយើងណាបងប្អូនចឹងនេះបោះគេកំងផ្សេងហ្នឹងប៉ុន្តែគាត់គូមកឡើងស្អាតពាក់វ៉ែនតាពាក់អីដូចគ្រួសារខ្ញុំតែដល់ពេលបោះគ្រួសារខ្ញុំគាត់គេលើកមកអត់មានវ៉ែនតាទេចឹងគ្រួសារខ្ញុំកំងហ្នឹងគឺល្ងខ្មៅជាមួយសណ្តែកចឹងគាត់ហូបទៅគាត់ថាឆ្ងាញ់ក្តៅចឹងណាបងប្អូនចំណែកខ្ញុំកំងល្ងខ្មៅជាមួយអាល់ម៉ុនបងប្អូនហើយគេគូរូបខ្ញុំមានសក់រួញរសជាតិអូខេបងប្អូនឆ្ងាញ់ប្លែកប៉ុន្តែអាល់ម៉ុនវារៀងធំក្លិនរបៀបក្លិនរបស់អាល់ម៉ុនណាអញ្ចឹងបើអ្នកខ្លះគាត់ចាញ់ក្លិនអាចថារៀងអត់សូវឆ្ងាញ់អញ្ចឹងអរគុណបងប្អូនដែលបានទស្សនាជួបគ្នាវីដេអូក្រោយបាយបាយ